បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះនឹងបង្ហាញទៅកាន់បងប្អូនទាក់ទងទៅនឹងការ design poster ឬក៏ផលិតផលអីផ្សេងៗជាមួយទៅនឹងកម្មវិធី Canva ទាំងអស់គ្នានៅលើ computer អញ្ចឹងបងប្អូនសម្រាប់ការយើងមានផលិតផលអីផ្សេងៗសម្រាប់យើងធ្វើការ design ណែនាំបងប្អូនខ្លាំងមែនទែនជាមួយនឹងកម្មវិធី Canva ណានេះកម្មវិធី Canva អញ្ចឹងបងប្អូនចូលនៅក្នុង browser internet របស់យើងទៅបងប្អូនវាយពាក្យថា canva.com ចេះមកនេះបងប្អូនហើយនៅក្នុងនោះគឺយើងងាយស្រួលក្នុងការ design ផលិតផលឬសេវាកម្មរបស់យើងខ្លាំងមែនទែនអញ្ចឹងយើងចុចចូលមកនេះអូខេនេះចូលដែរអញ្ចឹងគឺវាងាយស្រួលទៅលើការជ្រើសរើស template element អីផ្សេងៗណាយកមកក្នុងការ design ណាអញ្ចឹងគឺវាល្អអញ្ចឹងសម្រាប់បងប្អូនដែលមានចង់ design ផលិតផលសេវាកម្មមួយរបស់ខ្លួនឯងណាណែនាំបងប្អូនខ្លាំងមែនទែនជាមួយនឹងកម្មវិធី Canva វា support ជាមួយនឹងfont ខ្មែរជាច្រើនមាន element ងាយស្រួលមានហើយយើងអាច design បានទាំងលើទូរស័ព្ទដៃ computer ហើយនឹងlaptop iPad tablet អីគឺបានទាំងអស់ណាបងប្អូនគ្នាហើយអត់រើសទេមិនថា Android មិនថា iOS ទេបងប្អូនគឺយើងប្រើប្រាស់បានទាំងអស់អញ្ចឹងដូចខ្ញុំធ្វើការនេះគឺខ្ញុំ design ជាមួយនឹងជើងកាមេរ៉ាយើងមាន 1.40 និង 1.70 ណាបងប្អូនហើយសម្រាប់យើងផ្ញើឲ្យភ្ញៀវសម្រាប់យើងយកទៅផុសអីគឺបានទាំងអស់តែម្ដងងាយស្រួលមែនតើអញ្ចឹងកន្លែងនេះគឺយើងអាច remove ជាមួយនឹង background បានទៀតណាយើង remove background ចេញទៅហើយ remove background គឺស្អាតល្អហើយលឿនតែម្ដងបងប្អូននេះអញ្ចឹងកន្លែងនេះគឺខ្ញុំចង់យកពាក្យ free អញ្ចឹងកន្លែងនេះគឺយើងធ្វើការ search នៅ element អីផ្សេងៗអញ្ចឹងវាងាយស្រួលមែនតើបងប្អូនងាយស្រួលមែនតើក្នុងការស្វែងរកនៅ element ណាមួយយកទៅដាក់ចូលទៅក្នុងការ design របស់យើងណាអញ្ចឹងឧទាហរណ៍ថានេះរើស design free មកកន្លែងនេះគឺយើង free ទៅលើសម្រាប់អ្នកថតវីដេអូណាហើយផ្សេងៗណាចង់បានជើងកាមេរ៉ាអីនេះអញ្ចឹងយើង free ជាមួយនឹងកាបូបនេះគឺកាបូបនេះគឺtele ហើយនឹងក្បាលចាប់ជាមួយនឹងទូរស័ព្ទដៃណាអូខេអញ្ចឹងយើងអាចសរសេរជាមួយនឹង font ខ្មែរបានទៀតលយមែនតើអញ្ចឹងបងប្អូនចូលកន្លែង text នេះមកណាប៉ុន្តែបងប្អូនអាចចូលនៅរៀន design សិនណាចូលរៀន design រើសនៅរៀន design នេះមកហើយស្វែងមកនេះបងប្អូននឹងចូល line T ហ្នឹងមក text ហ្នឹងមកឃើញអក្សរខ្មែរអញ្ចឹងយើងចុចលើអក្សរខ្មែរមួយផ្លាច់មកអញ្ចឹងវាធ្លាក់អក្សរនៅលើគេការងារ design របស់យើងនេះអញ្ចឹងយើងអាចសរសេរចូលដូចថាយើងដូរ font មកកាបូបអញ្ចឹងយើងយកមកដាក់មកបរួមមកហើយយើងយកទៀនមកដាក់មកក្រោមមកណាយើងមានថែមជាមួយកាបូបអញ្ចឹងយើងទីសំទីឡើងលើព្រោះដាក់អក្សរនៅពីខាងក្រោមណាអូខេនេះកាបូបយើងបរួមអូខេបន្ទាប់មកគឺយើងទៅដូរ font នេះបងប្អូនចុចកន្លែងនេះមកហើយខាងនេះយើងយកពណ៌សមកអូខេបើសិនជាវាធំពេកឬវាទូចពេក copy អញ្ចឹងរបៀបនៃការ copy យើងគ្រាន់តែចុចលើអក្សរនេះ duplicate ឡើងនេះណានេះ duplicate មកអញ្ចឹងវាបានពីរអញ្ចឹងយើងចាប់ទាញម្នេះមកនេះយើងសេមកគេ tele ទៅបាច់ហ្នឹងប៉ុណ្ណឹងយល់អូខេ tele វាជាថតពីចង្ងាយណាហើយចុចនេះមួយទៀតមក copy មួយទៀតដែរអូខេហើយគេក្បាលចាប់ទូរស័ព្ទស្អីហ្នឹងចាប់ទូរស័ព្ទនេះទៅសេពេញទៅពេលយល់ហើយយើងបរួមតិចមកព្រោះអស់ណាផ្សេងទៀតយើងបរួមទៀតមកអូខេចឹងយើងមានថែមជូនហើយបន្តមកទៀតយើងត្រូវដាក់អីគេខ្លះយើងអាចសរសេរ copy text មួយទៀតមកអូក៏បានដែរអញ្ចឹងនេះគឺកម្ពស់ 1.40 ម៉ែត្រហើយនិងកម្ពស់ 1.70 ម៉ែត្រអញ្ចឹងគឺយើងសរសេរចូលមកកម្ពស់យើងមានអាធំនិងអាតូចមកបងកម្ពស់អញ្ចឹងយើងសេមកនេះសិតតែជា tip ឬក៏ text ខ្លីៗទាក់ទងការ design បងប្អូនអញ្ចឹងយើងអាចយក set ជាប្រភេទ set សម្រាប់ដាក់នៅពីខាងក្រោយហើយអក្សររបស់យើងមើលទៅគឺ leak flow ហើយស្អាតទៀតណានេះយក set មួយមកហើយយើងចាប់ទាញ set នេះយើងអាចបរិយារួមអីបានតាមចិត្តនេះអូខេbây giờ ta còn đang nuôi chó này những rồi mà so thì chắc trăm bị tam cầu của này ok tôi thà càng lớn nhưng đặt so po cả hóm rồi cả po so xe đó nè chỉ đặt mưa sánh với đặt po số po cả hóm đó hay càng cáo cứ dương đặt cặp pua mà anh ấy tối cứ cặp pua mà mệt xe chứ cho mà rồi sẽ sập xị tầm mà mệt xe
ហើយដូរ background តិចសិនដូរ background ឲ្យវាឃើញស្អាតអញ្ចឹង save នេះបងប្អូនណាចឹងចុចចូលមកលើនេះមកនេះដូរកន្លែងពណ៌ save ហើយយកពណ៌សវិញហើយអក្សរយើងដាក់ទៅជាពណ៌ក្រហមវិញមកនេះអញ្ចឹងវាឃើញឆ្លោះកន្លែងហ្នឹងបងប្អូននេះអញ្ចឹងយើងអាចធ្វើការ lock background ក្រោយសិនអញ្ចឹងយើងអាចធ្វើការ select ចេះមកចាប់ទាញបានហើយយើងអាចបង្កើត group មានន័យថា select ហើយយើងទុក group គឺយើងប្រិចរួមផ្លាស់ប្ដូរទីតាំងគឺវាទៅទាំងអស់ណាកម្ពស់អញ្ចឹងយើងហើយមួយហើយអញ្ចឹងយើងអាច copy ឬក៏យកមកដាក់នៅខាងនេះដាក់នៅខាងនេះមួយមកហើយខាងនេះយើងអាច copy មួយទៀតយើងដាក់កម្ពស់1.7 ម៉ែត្រណានេះ1.7 ម៉ែត្រនេះធំណាវាសេធំតូចទៅទៅរួមតិចមកចឹងអាធំនេះគឺត្រូលទម្ងន់បានរហូតដល់5គីឡូណាគេដាក់ជាមួយកាមេរ៉ាធំក៏បានទូរស័ព្ទដៃក៏បានភ្លើងក៏បាន GoPro អីក៏បាននេះគឺល្អខ្លាំងមែនទែនអត់ចាញ់ខ្យល់ទេបងប្អូនទាំងគ្នាហើយបន្តមកទៀតគឺយើងដាក់ជាមួយនឹង logo ឬក៏បងប្អូនដាក់ជាមួយនឹងតម្លៃណាអញ្ចឹងយើងដាក់ logo របស់យើងហ្នឹងអញ្ចឹងការ upload logo របស់យើងបញ្ចូលមកនេះណាអូខេយើង upload logo របស់យើងបញ្ចូលមកអញ្ចឹងយើងdesign ឲ្យ logo ណាហើយបន្តមកទៀតគឺតកតងទៅនឹងគេហៅថាទីតាំងឬក៏លេខទូរស័ព្ទ Telegram ទៅវគ្គតំណងណាអញ្ចឹងគឺយើងអាចធ្វើការសរសេរទុក design ទុកឲ្យហើយពេលដែលយើងត្រូវការគឺយើងចាប់ទាញចូលតែម្ដងបងប្អូននេះចាប់ទាញចូលតែម្ដងចូលមកបានលឿនបងប្អូនហើយវារក្សានៅ standard របស់យើងtemplate របស់យើងមកមិនគឺទៅអញ្ចឹងគ្រប់នៃ poster របស់យើងអញ្ចឹងកន្លែងនេះគឺចង់ group យើងចង់ group យើង select ទាំងអស់ហើយយក group ចេញ group ហើយនេះបងប្អូនណាយើងអាចចាប់ទាញតាណាតាណីគឺបានទាំងអស់តែម្ដងណាងាយស្រួលអញ្ចឹងយើងពួកមកខ្សែមកចិត្តបើមិនយើងចង់ដាក់អីផ្សេងគឺយើងសេថាបញ្ចូលទៀតទៅហើយបន្តមកទៀតគឺកន្លែងនេះគឺល្អមែនទេ Canva ឥឡូវគឺដាក់ជាមួយទៅនឹងអក្សរ 3D ទៀតបងប្អូនអែមខ្លាំងមែនតើនេះអញ្ចឹងបងប្អូនចូលមកកន្លែងបើសិនជាកន្លែងនេះអត់ឃើញនេះកន្លែងនេះអត់ឃើញ Text Studio នេះអញ្ចឹងឧទាហរណ៍ថាអត់មានអញ្ចឹងបងប្អូនចូលមកកន្លែងពាក្យថា add នេះកន្លែង add នេះមកហើយបងប្អូន search នៅខាងលើវាយទៀតថា text មួយវាយ text មក text មកចាញ់នេះចាំតិចscroll មកខាងក្រោមនេះបងប្អូន Text Studio ណានេះ Text Studio គឺជាកន្លែងដែលយើងដាក់ជាមួយនឹងអក្សរ 3D របស់យើងបញ្ចូលណាអញ្ចឹងយើងចូលមកពីចឹងយកខាងក្រោម commit នេះណាហើយពីចឹងយកនេះ commit នេះអញ្ចឹងយើងអាចដាក់ជាមួយនឹងអក្សរខ្មែរបានអញ្ចឹងយើងសេខ្មែរបញ្ចូលសិនជើងកាត់កម្មយ៉ាងណាណាភាពគួរឲ្យចូលទៅបន្ទាប់មកគឺកន្លែងដែលយើងធ្វើការដូរ font បងប្អូនចូលកន្លែងនេះមកហើយយកមកយកកន្លែង use នេះមកអញ្ចឹងយើងធ្វើការ import font របស់យើងបញ្ចូលសិនណា font ខ្មែរណាអញ្ចឹងយក import font មកហើយយើងត្រូវរើសទីតាំង font ដែលយើងទុកនឹងមកហើយសម្រាប់បងប្អូនដែលអត់មាន font ឆាប់មកខ្ញុំបានណាកន្លែងហ្នឹងអូខេនេះអញ្ចឹងណាបានហើយអញ្ចឹងកន្លែងនេះគឺយើងចង់ដកសម្ោចេញនេះដកសម្ោចេញពីអក្សរឬក៏យើងចង់ដាក់អីសាច់តែយើងទេណាហើយយក add design មកអញ្ចឹងវាមកធ្លាក់នៅលើកិច្ចការងាររបស់យើងហ្នឹងណាអូខេអញ្ចឹងរួចរាល់មកគឺស្អាត professional standard ហ្មងបងប្អូននេះអញ្ចឹងយើងរួចរាល់មួយណារួចរាល់មួយហើយចង់ប្រេកចង់ព្រមអីបានតាមចិត្តហើយយើងចង់ដាក់ element អីផ្សេងបញ្ចូលចង់ដាក់រូបភាពអីបញ្ចូលគឺមកអែមតែម្ដងស្អាតយើងយកទៅប្រើប្រាស់បានក្នុងការផ្ញើទៅភ្ញៀវយកទៅផុសអីផ្សេងណាបងប្អូននេះអញ្ចឹងបងប្អូនដែលមានផលិតផលឬសេវាកម្មអ្នកដែលចង់ចេះ design នៅខ្លួនឯង PA ដល់សិតបងប្អូនអាច subscribe នៅ channel របស់ខ្ញុំនឹងទៅឬក៏មួយទៀតបងប្អូនអាចឆាតមកខ្ញុំផ្ទាល់ខ្ញុំមានមេរៀនចាប់ PA រហូតដល់សិតពីរបៀបនៃការប្រើប្រាស់ tool មួយលម្អិតជូនទៅកាន់បងប្អូនតែម្ដងឬហើយមួយទៀតឆ្ងល់មានមេរៀនអនុវត្តដូចចេះអី
ខ្ញុំបាទតម្លាក់ជួនទៅកាន់បងប្អូនអញ្ចឹងធានាជួនទៅកាន់បងប្អូនមើលឲ្យដឹងតែចេះហើយបងប្អូននេះហើយទូបានការ support ចេញពីខ្ញុំផ្ទាល់ហើយ account Pro យើងមានជាឆ្នាំមានជាខែស្រាប់តែបងប្អូនជ្រើសរើសណាហើយធានាជួនទៅកាន់បងប្អូនអរគុណអញ្ចឹងបន្តមកទៀតគឺយើងធ្វើការ download អញ្ចឹងរបៀបនៃការ download អត់មានវិបាកទេបងប្អូនគ្រាន់តែចុចចូលមកនៃ share ហើយយើងចូលពី download ហើយយើង make sure ថាឲ្យបានទំហំធំ800នេះអត់សូវធំទេយើងធ្វើបាន1000 1200 1500អីគឺច្បាស់ល្អណាហើយឥឡូវនេះយើងរើស PNG ក៏បាន JPG អីក៏បានដែរសាច់បងប្អូនហើយយកពី download មកអញ្ចឹងរងចាំតិចទៅនេះបងប្អូនគឺងាយស្រួលខ្លាំងមែនតើលើក្រោយយើងរក្សាតែ email របស់យើងយកទៅ design នៅឆ្នាំណាក៏បានដែរបងប្អូនកុំឲ្យទៅខូច email account របស់យើងទៅណា email ជា page Gmail ហ្នឹងណាអូខេបន្តទៅទៀតគឺយើងរើសទីតាំងដាក់អញ្ចឹងយើង design យើងទុកទីតាំងស្រួលមួយទៅខ្ញុំជ្រើសកន្លែង poster នេះ poster ហើយយើងដាក់ថាជើងកាមេរ៉ា enter មកអញ្ចឹងយើងទៅបើកមើលទាំងអស់គ្នាមកនេះបងប្អូនទាំងអស់គ្នាអូខេរួចរាល់អញ្ចឹងយើងអាចយកទៅ post យកទៅអីផ្សេងៗបានទាំងអស់តែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចង់បាននៅមេរៀនលម្អិតអីផ្សេងៗបងប្អូនអាចឆាតមកខ្ញុំបានឬក៏សាកសួរអីអញ្ចឹងបងប្អូនអាចឆាតមកខ្ញុំបានអូខេសំណួរផ្សេងៗហើយខ្ញុំក៏មាន channel ដែរអញ្ចឹងសម្រាប់បងប្អូនដែលថ្មីចូល channel របស់ខ្ញុំទៅខ្ញុំមានមេរៀនថ្មីៗតម្លាក់ជូនទៅកាន់បងប្អូន free ណាអត់មានគិតលុយគិតអីទេតើតើនឹងមេរៀន design ណាបងប្អូនអត់ទេហើយបើសិនជាបងប្អូនយក account ជាមួយខ្ញុំ free មេរៀន free support ជូនទៅកាន់បងប្អូនទៀតណាអូខេនេះបងប្អូនវាយពាក្យរៀន design មកបងប្អូនណាបងប្អូនវាយរៀន design មកគឺចាញ់ហើយរៀន design ហើយ profile មកចឹងណា logo ចេះនេះបងប្អូននេះមេរៀនថ្មីមួយតម្លាក់ជូនទៅកាន់បងប្អូនថែមទៀតអូខេអញ្ចឹងមេរៀននេះក៏ខ្ញុំតម្លាក់ចូលនៅក្នុងនឹងដូចគ្នាបងប្អូនអាចចូលមើលបានចង់ចេះចង់រៀនអីចូលមើលទៅណាអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងចឹងអរគុណបងប្អូនច្រើនជួបគ្នាក្នុងវីដេអូក្រោយ